Ok, số xe bằng bốn ọc này em xong vào hành pi rồi biểu cho tụt nam lơ Epson học pi cá sấp bằng bốn khơi nhé tụt nam vì sớ hay chân dừng đừng pi rồi biểu cá đi cá trong tập đấu với những bậc kia nâng máu chân là bây giờ bạc hái dân đừng khơi nhờ bảo quên nhỉ. Ok, dân tìm vi lang đời trong máu dân khơi đi lấy cột bỏ tụt nam vào chân cứ sồn muối chân cứ chân thời thọ bộ phết sồn vào đi kia giờ anh vô bộ phết xây màu sồn pi sồn bay vào nạ bàn này chânនេះគឺជាទឹកថ្នាំ001ដែលមាន4ពណ៌ចឹងបងប្អូនត្រូវតែយកទឹកថ្នាំប្រភេទ001ដូចគ្នាដែលត្រូវនឹងក្បាលជាមួយនឹង printer របស់យើងចឹងនេះគឺជាពណ៌ដែលយើងត្រូវដាក់ហ្នឹងគឺវាដាក់តាមពណ៌នីមួយៗតែមាន4ពណ៌ហ្នឹងគឺយើងយកមកដាក់វាឲ្យត្រូវគ្នានេះគឺជាពណ៌ខ្មៅដែល001ដូចគ្នា BK គឺ black ព្រោះថាពណ៌ខ្មៅគឺយើងធ្វើការនឹងដាក់យើងបើកកាបូបមកយើងទិញអានេះកាបូបវាឡើងលើចឹងអូខេដល់ពេលយើងទិញហើយយើងមិនភ័យវាកពុកឯងយើងគ្រាន់តែយើងឃើញវាមានកពុកទឹកមកហើយយើងគ្រាន់តែយើងសូកចូលទៅគឺទឹកអូតូទឹកនឹងធ្លាក់មកខ្លួនឯងចឹងបងប្អូនដាក់ទៅទឹកនឹងធ្លាក់មកខ្លួនឯងនេះវាឃើញវាកើននេះទឹកចាប់តាមឡើងនេះចឹងយើងធ្វើម៉េចដាក់ឲ្យវាត្រូវនឹងកម្រិតរបស់វានៅដំបូងវាកុំឲ្យវាហួសពីនឹងតែវាលើសវាអាចខ្ជាក់ឬក៏ទឹកថ្នាំយើងអត់ស្អាតចឹងណាចឹងយើងធ្វើការបញ្ចូលតាមទឹកថ្នាំនីមួយតាមពណ៌តាម color ដែលនៅលើកំប៉ុងគឺមានដែរចឹងខ្ញុំសូមធ្វើការបង្ហាញទៅមួយចឹងណាចឹងឥឡូវទឹកខ្មៅគឺយើងបានបញ្ចប់ហើយយើងគាត់ដកវាមកបានហើយទឹកវាអត់មានហៀចេញពីនឹងទេចឹងនេះអត់មានហៀទេចឹងបន្ទាប់មកយើងធ្វើការបញ្ចូលនៅទឹកថ្នាំបន្ទាប់ទៀតគឺអក្សរ C ចឹងបើហ្នឹងអូខេនេះអក្សរ C គឺ001ដូចគ្នាយើងអត់អាចយកកំប៉ុងប្រភេទផ្សេងមកប្រើបានទេចឹងតកំប៉ុងប្រភេទហ្នឹងហើយចឹងបាក់ដូចគ្នាមកយើងបាក់ហើយយើងគ្រាន់តែសូកវាចូលទៅគឺអាទឹកថ្នាំវាស្រកមកខ្លួនឯងចឹងវានឹងឡើងបងប្អូនឃើញអក្សរ C គឺវាឡើងទឹកថ្នាំហើយចឹងដល់ពេលវាគ្រប់គឺយើងគ្រាន់តែទិញដកមករួចជាការស្រេចអត់ត្រូវការចុចច្របាច់អីទេអូខេយើងមើលបន្តចឹងយើងចូលមកដល់ទឹកថ្នាំបន្ទាប់គឺយើងធ្វើដូចគ្នាបើកកុំមកហើយយើងយកប្រភេទដូចគ្នាបានថាវាអក្សរ M គឺយើងយកអក្សរ M ដូចគ្នាយើងអាចយកកំប៉ុងអក្សរ C មកដាក់បានហើយព្រោះវាខុសវាអាចលាយ color ពណ៌ចឹងទៅចឹងជាគាត់សូកមកអូខេយើងគាត់សូកទៅវានឹងឡើងទឹកថ្នាំមកចឹងវាដល់កម្រិតមួយទៅស្តង់ដាររបស់វាគឺយើងបញ្ឈប់វាមកយើងអត់អាចយើងមិនចាំបាច់ច្របាច់ទេគឺយើងគ្រាន់ទិញមកហើយឥឡូវចុងក្រោយគឺអក្សរ Y ពណ៌លឿងគឺយើងគាត់បើកដូចគ្នាអត់ពិបាកទេឃើញទេជាងឯងគាត់ទិញទឹកថ្នាំមកបញ្ចូលខ្លួនឯងក៏បានដែរចឹងហើយយើងគ្រាន់តែបើកកុំមកយើងសូកចូលអូខេវីដេអូនេះបន្តិចភាសាខ្ញុំចង់បង្ហាញវាពីដំណាក់កាលមួយទៅមួយចឹងណាអត់ចង់ឲ្យរំលងវីដេអូហ្នឹងចឹងហើយដល់ពេលយើងបញ្ចូលយល់ហើយយើងត្រូវ reset វានៅក្នុង Epson មួយទៀតនៅក្នុង monitor មួយទៀតចឹងបងប្អូនចូលនៅក្នុង monitor ហ្នឹងមកឃើញទេដល់ពេលយើងចូលទៅឆ្នាំវាឲ្យយើង process អាហ្នឹងហើយចឹងយើងជួយ process វាមកអូខេយើងអាចយើងត្រូវ select ពណ៌យើងមក refill មកយើង refill ទាំង4ពណ៌ហើយយើងមិនต้อง select ទេបាទថាចឹងយើងត្រូវ select ពណ៌ដែលយើងមក refill យើង refill ទាំងអស់ក៏យើង select ទាំងអស់មកហើយយើងចុចពីថា proceed មកហើយវានឹងសួរបញ្ជាក់ឡើងវិញអូខេពេលចប់ហើយវានឹង reset ឡើងវិញវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូបន្តទៀត